បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទស្សនិកជនជាទីគោរពបាទនៅក្នុងថ្ងៃនេះជួយជាមួយខ្ញុំបាទ Mr. IC បាទយើងខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកជួបនឹងរឿងរ៉ាវបាទតាក់ទិនទៅនឹងទោះបីជាចំណងស្នេហ៍រង្គើសរង្គើយ៉ាងណាក្តីបាទតើចំណងស្នេហ៍រវាងបាទកញ្ញាលីច័ន្ទសីហាបាទជាមួយនឹងបាទគូដណ្ដឹងរបស់គាត់ទៅជាយ៉ាងណាទៅបាទនៅក្នុងថ្ងៃខាងមុខបាទដូច្នេះពុកម៉ែបងប្អូនបានដឹងរួចមកហើយថារឿងរ៉ាវរបស់កញ្ញាលីច័ន្ទសីហាបាទគាត់មានតំណែងតំណងបាទហើយក៏បានភ្ជាប់ពាក្យហើយបាទចិត្តមួយឆ្នាំមកហើយបាទអញ្ចឹងយើងមកមើលរឿងលម្អិតតាក់ទិនទៅនឹងរឿងរ៉ាវរបស់គាត់ដូចតទៅបាទជិតមួយឆ្នាំមកហើយតារាសម្ដែងស្រីលីច័ន្ទសីហាបានភ្ជាប់ពាក្យជាផ្លូវការជាមួយនឹងគូដណ្ដឹងឈ្មោះថាច័ន្ទថៃសេងកាលពីថ្ងៃទី15ខែកុម្ភៈឆ្នាំ2016នៅក្នុងនោះបាទនាងបានប្រាប់ថារឿងរ៉ាវប៉ះទង្គិចមានច្រើនប៉ុន្តែចំណងស្នេហ៍អ្នកទាំងពីរនាក់បាទនៅតែបន្តទៅមុខមិនដែលមានចិត្តបោះបង់គ្នាចោលឡើយបាទមិនថាស្ថិតនៅក្នុងទំនាក់ទំនងបែបជាសង្សារឬក៏ជាជីវិតគូដណ្ដឹងឬក៏ប្តីប្រពន្ធក្តីស្នេហាតែងតែមានការប៉ះទង្គិចគ្នាមិនល្អបាទមានល្អមានអាក្រក់យ៉ាងណាក្តីបាទទូស្រីបាទល្បីនៅក្នុងរឿងបាទតាំងពីក្មេងនៅក្នុងរឿងកតញ្ញូបានប្រាប់ថានាងក៏ដូចគ្នាប៉ុន្តែព្រោះតែក្តីស្រឡាញ់មិនអាចខ្វះបានបាទនាងនឹងគូដណ្ដឹងបាទនឹងសន្យាកាន់ដៃគ្នារហូតដល់អស់មួយជីវិតបាទសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់លីច័ន្ទសីហាប្រាប់ថាអាចនឹងដាក់ច្បាស់នៅខែឧសភាឆ្នាំ2017ខាងមុខនេះបាទតួឯកស្រីនៅក្នុងរឿងចំបៃនៀកត្រាច់ចកបាទថ្លែងរឿងចំនួនមិនដែរអត់ទេបាទគ្រាន់តែមានច្រើននឹងតិចតែប៉ុណ្ណោះបាទការឆ្លោះខឹងងក់ងោគ្នាក៏ព្រោះតែក្តីស្រឡាញ់ប៉ុន្តែយើងក៏មិនដែលគិតថានឹងបោះបង់គ្នាចោលឡើយមានតែខំរកវិធីដើម្បីទប់ស្កាត់យ៉ាងណាកុំឲ្យមានបញ្ហាកាន់តែធំបាទនេះគឺជាការបញ្ជាក់របស់កញ្ញាលីច័ន្ទសីហាគាត់ថាគាត់មានទំនាក់ទំនងគ្នាយូរមកហើយហើយក៏បានភ្ជាប់ពាក្យជាមួយគ្នានឹងរយៈពេល1ឆ្នាំមកហើយបាទហើយគេបានសួរថាអ្នកទាំងពីរតែងតែមានទំនាស់ឆ្លោះប្រកែកគ្នាប៉ុន្តែហេតុតើគិតនៅក្នុងថ្ងៃខាងមុខនឹងគិតចាប់ដៃគ្នាយកគ្នាជាប្តីប្រពន្ធពិតប្រាកដឬក៏យ៉ាងណាបាទហើយចំណែកឯចម្លើយរបស់កញ្ញាលីច័ន្ទសីហាគាត់បាននិយាយឲ្យថាបាទគាត់ធម្មតាគាត់តែងតែមានការឆ្លោះប្រកែកគ្នាបាទជាមួយនឹងអនាគតស្វាមីរបស់គាត់នឹងជាញឹកញាប់ដែរប៉ុន្តែរឿងរ៉ាវដែលឆ្លោះគ្នាទេវាកើនតកើតបែបវាតែងតែកើតមានឡើងចំពោះគូស្នេហ៍បាទចំពោះគូដណ្ដឹងបាទហើយជាការធម្មតាទេតែប៉ះទង្គិចគ្នាបន្តិចបន្តួចប៉ុន្តែក៏តែងតែព្យាយាមដោះស្រាយគ្នានិងនិយាយស្វែងយកចិត្តគ្នាទៅវិញទៅមករកចំណុចខុសត្រូវបើសិនជាខាងណាខុសខាងណាត្រូវនោះជារឿងមួយដែលគាត់ដោះស្រាយគ្នាតែពីរនាក់ហើយគាត់បាននិយាយថាទោះបីជាឆ្លោះគ្នាយ៉ាងណាក៏ដោយគាត់នៅតែច្បាស់លាស់ថាគាត់ទាំងពីរនាក់បាទមានគម្រោងនឹងរៀបការជាមួយគ្នាបាទនឹងយកគ្នាជាប្តីប្រពន្ធបាទមិនបោះបង់គ្នាចោលឡើយទោះបីជាធ្លាប់មានបញ្ហានឹងគ្នាក្តីបាទនេះគឺជាការបញ្ជាក់របស់កញ្ញាលីច័ន្ទសីហាដែលគាត់មានគម្រោងរៀបការនៅក្នុងខែឧសភាឆ្នាំ2017ខាងមុខនេះបាទដូច្នេះយើងខ្ញុំក៏សូមបញ្ចប់ព័ត៌មាននេះត្រឹមនេះផងដែរអរគុណច្រើនសម្រាប់ការតាមដានរបស់ពុកម៉ែបងប្អូនតាំងពីដើមរហូតមកដល់ទីបញ្ចប់បាទសូមអរគុណច្រើនសូមជម្រាបលា